អាយុដំទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជារដ្ឋលេខាធិការក្រសួងផែនការជំរុញឲ្យមន្ត្រីទទួលយកចំណេះដឹងបន្ថែមលើការចងក្រងស្ថិតិកសិកម្មឲ្យបានល្អនៅសារប្រជុំមន្ទីរផែនការខេត្តកំពង់ចាមនៅថ្ងៃទី16ខែមិថុនាឆ្នាំ2025បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការចងក្រងស្ថិតិកសិកម្មលម្អិតបែងចែកតាមតំបន់ដែលសហការរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការនិងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ FAO ជូនដល់មន្ត្រីជំនាញនៃមន្ទីរផែនការនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទទាំង25រាជធានីខេត្តក្រមអធិបតីភាពអាយុដំរិនវីរៈទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជារដ្ឋលេខាធិការក្រសួងផែនការនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិនិងមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀតបើតាមរបាយការណ៍របស់លោកប៊ីប៊ុនថាប្រធានមន្ទីរផែនការខេត្តកំពង់ចាមបានឲ្យដឹងថាប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមភាគច្រើនប្រកបរបរកសិកម្មជាចម្បងចំនួន 62.1% ស្មើនឹង315,400 នាក់ហើយអ្នកប្រកបមុខរបរធ្វើសិប្បកម្មជាចម្បងមានចំនួន 0.7% ស្មើនឹង 3,607 នាក់និងអ្នកប្រកបមុខរបរសេវាកម្មជាចម្បងមានចំនួន 37.2% ស្មើនឹង 188,568 នាក់ទាំងនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់រដ្ឋបាលខេត្តក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឆ្លៀសវៃរបស់ឯកឧត្តមអ៊ុនចាន់ដាអភិបាលនៃគណៈអភិបាលខេត្តស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីស្ថិតក្នុងឱកាសនោះដែរឯកឧត្តមរិនវីរៈទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជារដ្ឋលេខាធិការក្រសួងផែនការជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិបានថ្លែងថាវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្តទៅរយៈពេល5ថ្ងៃចាប់ពីថ្ងៃទី16ដល់ថ្ងៃទី20ខែមិថុនាឆ្នាំ2025អាយុដំបានគូបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ណាស់ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជានីតិកាលអាណត្តិទី7នេះសម្ដៅធ្វើយ៉ាងណាឲ្យដឹងពីការគ្រប់គ្រងទិន្នន័យវិស័យកសិកម្មស្របតាមផែនការរបស់ក្រសួងផែនការនិងដើម្បីចងក្រងវិភាគលើរបាយការណ៍ទិន្នន័យស្ថិតិកសិកម្មលើមូលដ្ឋានរាជធានីខេត្តនីមួយៗទូទាំងប្រទេសទន្ទឹមនឹងនេះដែរឯកឧត្តមរិនវីរៈក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ក្នុងនាមជាមន្ត្រីមន្ទីរផែនការនិងមន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទតាមបណ្ដារាជធានីខេត្តទាំងអស់ត្រូវតែមានការហ្វឹកហាត់ទាំងចំណេះដឹងនិងចំណេះធ្វើយ៉ាងពិតប្រាកដនិងច្បាស់លាស់ជាពិសេសការងារផែនការការងារចងក្រងស្ថិតិជាមួយនឹងផ្នែកកសិកម្មព្រមទាំងការងារអភិវឌ្ឍនិងការងារចាំបាច់ផ្សេងទៀតត្រូវតែធ្វើការអភិវឌ្ឍទាំងខ្លួនឯងផងនិងទាំងស្ថាប័នផងក្រៅពីនោះក៏សូមឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្រេបយកចំណេះដឹងនារយៈពេល5ថ្ងៃនេះដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួនបន្ថែមទៀតចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិយើងឲ្យកាន់តែល្អប្រសើរទ្វេដងថែមទៀត